សួស្តីបងប្អូនទាំងអស់គ្នានេះគឺជាសម្លម្ជូរខ្ទិះម្នាស់ជាមួយនឹងឆ្អឹងជំនីជ្រូកសម្លម្ជូរខ្ទិះម្នាស់នេះរបៀបស្លវាស្តៀងគ្នាទៅនឹងសម្លម្ជូរគ្រឿងដទៃទៀតដែរខុសគ្នាត្រង់តែផ្នែកបន្លែទេដែលគេប្រើជាម្នាស់ហើយចុងក្រោយគេមានបងជីនាងវងហើយនឹងម្រះព្រៅបន្ថែមទៀតចំពោះគ្រឿងផ្សំប្រើសម្រាប់យកមកស្លសម្លម្ជូរខ្ទិះនេះទី1មានឆ្អឹងជំនីជ្រូកខ្ញុំប្រើចំនួន3កាំទម្ងន់របស់វាប្រហែលជាកន្លះគីឡូឆ្អឹងជំនីជ្រូកប្រើយកមកស្លម្ជូរគ្រឿងអញ្ចឹងខ្ញុំប្រើឆ្អឹងជំនីជ្រូកនៅផ្នែកកណ្ដាលនៅត្រង់កន្លែងហ្នឹងឆ្អឹងជំនីជ្រូកនេះវាអត់សូវរឹងខ្លាំងទេណាហើយវាមានសាច់រាងច្រើនគួរសមដែរសម្រាប់ឆ្អឹងជំនីជ្រូកហ្នឹងខ្ញុំយកវាមកកាត់ជាកង់ៗណាប្រវែងរបស់វាប្រហែលជា2ថ្នាំងដៃហើយទាំងអស់នេះវិញគឺជាគ្រឿងផ្សំនៅផ្នែកបន្លែដែលមានដូចជាម្នាស់សម្រាប់ម្នាស់ហ្នឹងខ្ញុំយកវាមកចិតសម្បកហើយនឹងយកផ្នែកម្នាស់នេះចេញអស់សិនទៅបន្ទាប់មកទៀតខ្ញុំកាត់វាជាដុំរាងតូចបន្តិចទៅណាបរិមាណម្នាស់ដែលខ្ញុំប្រើនេះគឺខ្ញុំប្រើតែ1ចំហៀងផ្លែទេសម្រាប់បរិមាណឆ្អឹងជំនីជ្រូកកន្លះគីឡូហ្នឹងណាគ្រឿងផ្សំបន្ទាប់មកទៀតក្រៅពីម្នាស់ហើយខ្ញុំនៅមានប្រើផ្សិតចំបើងផងដែរចំនួន3ខាំណាផ្សិតចំបើងហ្នឹងខ្ញុំកាត់ជើងផ្សិតចោលតិចទៅបន្ទាប់មកទៀតទើបខ្ញុំពុះវា1ជា2អញ្ចឹងណានៅផ្នែកផ្សិតនេះបងប្អូនអាចប្រើជាផ្សិតអំបោះផ្សិតម្ជុលឬក៏ផ្សិតផ្សេងទៀតក៏បានដែរទៅតាមការចូលចិត្តរបស់បងប្អូនណាការស្លសម្លម្ជូរខ្ទិះអញ្ចឹងណាខ្ញុំតែងតែមានបន្ថែមជាមួយនឹងម្ទេសផ្លោកដើម្បីឲ្យសម្លដែលស្លចេញមកវាមានក្លិនឈ្ងុយល្អនិងមានពណ៌ចម្រុះហើយសម្រាប់ម្ទេសផ្លោកនឹងដែរគឺខ្ញុំប្រើទាំងម្ទេសផ្លោកពណ៌បៃតងហើយនិងម្ទេសផ្លោកពណ៌ក្រហមណាម្ទេសផ្លោកទាំងពីរហ្នឹងទម្ងន់របស់វាប្រហែលជា1ខាំខ្ញុំពុះវាជា2និងឆ្កឹះយកគ្រាប់វាចេញអស់មករួចហើយខ្ញុំយកវាមកកាត់ជាកង់ទំហំរបស់វាឲ្យប្រហែលទៅនឹងម្នាស់ដែរណាម្ទេសឆ្អើរទាំងអស់នេះទម្ងន់របស់វា30ក្រាមខ្ញុំយកវាមកដាក់ត្រាំទឹកឲ្យបានទន់សិនទៅក៏ប៉ុន្តែមុននឹងត្រាំទឹកខ្ញុំយកគ្រាប់ម្ទេសហើយនឹងសរសៃម្ទេសហ្នឹងចេញអស់មករួចហើយខ្ញុំលាងសម្អាតវា2បិសាសិនទៅដើម្បីឲ្យវាបានស្អាតល្អទើបខ្ញុំដាក់វាត្រាំទឹកចោលណារយៈពេលដែលខ្ញុំត្រាំម្ទេសឆ្អើរនេះគឺប្រើពេលប្រហែលជា15ទៅ20នាទីនៅផ្នែកគ្រឿងបុកខ្ញុំមានប្រើដូចជាគល់ស្លឹកគ្រៃនេះខ្ញុំប្រើចំនួន4ដើមទម្ងន់របស់វាប្រហែលជាកន្លះខាំគល់ស្លឹកគ្រៃហើយនឹងគ្រឿងទាំងអស់ហ្នឹងខ្ញុំយកវាទៅកិនណាអញ្ចឹងហើយខ្ញុំអត់ចាំបាច់ហាន់វាឲ្យបានស្ដើងពេកទេខ្ញុំគ្រាន់តែហាន់វាជាកង់រាងតូចបន្តិចទៅបានហើយបន្ទាប់មកទៀតខ្ញុំមានប្រើរំដេងម្ដុំតូចទម្ងន់របស់វាប្រហែលជា30ក្រាមស្លឹកក្រូចសើចខ្ញុំប្រើចំនួន4-5សន្លឹកណាដោយខ្ញុំហូតយកទំនងដែលចាស់ហ្នឹងចេញសិនទៅហើយល្មៀតខ្ញុំប្រើម្ដុំតូចប្រហែលជា10ក្រាមខ្ទឹមក្រហមខ្ញុំប្រើចំនួន2មើមប្រហែលជា30ក្រាមហើយនឹងខ្ទឹមសខ្ញុំប្រើចំនួន1មើមណាគ្រឿងទាំងអស់នេះបើសិនជាបងប្អូនមានពេលបងប្អូនអាចបុកវានៅក្នុងត្បាល់វិញវាចេញក្លិនឈ្ងុយល្អជាងណាដោយសារតែខ្ញុំប្រញាប់អញ្ចឹងហើយខ្ញុំប្រើម៉ាស៊ីនក្លុកកិនវាទៅដែលខ្ញុំកិនជាមួយនឹងម្ទេសឆ្អើរដែលបានដាក់ត្រាំទឹកឲ្យទន់ណាហើយសម្រាប់ការកិនគ្រឿងដោយប្រើម៉ាស៊ីនក្លុកអញ្ចឹងតើតែយើងបន្ថែមទឹកចូលបន្តិចទៅគ្រឿងទាំងអស់ហ្នឹងកិនទៅបានម៉ត់ល្អណាហើយនេះបងប្អូនគ្រឿងទាំងអស់ហ្នឹងណាពេលកិនម៉ត់បានប៉ុណ្្នឹងហើយគឺយើងអាចយកវាមកប្រើការបានហើយណាកលេចមកមើលគ្រឿងផ្សំបន្ទាប់មកទៀតមានជីនាងវងហើយនឹងម្រះព្រៅជីនាងវងហើយនឹងម្រះព្រៅហ្នឹងគឺខ្ញុំប្រើមួយមុខបន្តិចទេខ្ញុំលាងទឹកវាឲ្យបានស្អាតមករួចហើយខ្ញុំយកវាមកបេះយកតែសន្លឹកដែលល្អៗណាចំពោះការស្លម្ជូរខ្ទិះម្នាស់នេះពេលស្លហើយគេតែងតែមានបងជីនាងវងឬក៏ម្រះព្រៅដើម្បីឲ្យសម្លម្ជូរខ្ទិះនេះស្លចេញមកវាមានក្លិនឈ្ងុយចំណែកឯប្រហុកនេះវិញគឺជាប្រហុកសាច់កូនត្រីកំភ្លៀងខ្ញុំប្រើចំនួន3កន្ទុយប្រហែលជា1ស្លាបព្រាបាយខ្ញុំយកវាមកចិញ្ច្រាំឲ្យបានម៉ត់បន្តិចទៅប្រហុកហ្នឹងបងប្អូនអាចប្រើតិចជាងនេះឬក៏ច្រើនជាងនេះក៏បានដែរអាស្រ័យលើការចូលចិត្តរបស់បងប្អូនគ្រាន់តែថាបើសិនជាបងប្អូនប្រើច្រើនវាអាចប្រៃអញ្ចឹងហើយនៅពេលដែលបងគ្រឿងទេសចូលបងប្អូនគួរភ្លក្សទឹកសម្លមើលសិនមុននឹងបងប្អូនបងអំបិលចូលដើម្បីកុំឲ្យវាប្រៃជ្រុលណាចំពោះការស្លម្ជូរខ្ទិះម្នាស់អញ្ចឹងខ្ញុំក៏ត្រូវការប្រើខ្ទិះដូងបន្តិចផងដែរដោយខ្ញុំប្រើសាច់ដូងកោសចំនួន1ខាំពូតយកខ្ទិះវាហើយការពូតយកខ្ទិះដូងនេះគឺខ្ញុំពូតវាពីសាណាលើកទី1ខ្ញុំចាក់ទឹកចូលបន្តិចប្រហែលជា100មីលីលីត្ររួចហើយខ្ញុំត្រង់យកខ្ទិះដូងនឹងទុកម្សៅទៅបន្ទាប់មកទៀតខ្ញុំចាក់ទឹកចូលសាច់ដូងកោសនឹងជាលើកទី2ទៀតប្រហែលជា100មីលីលីត្រទៀតណាសរុបមកខ្ទិះដូងដែលពូតបាននឹងចំណុះរបស់វាប្រហែលជា200មីលីលីត្រណា
ឆ្អឹងជំនីជ្រូកទាំងអស់នេះមុននឹងយកវាមកស្លខ្ញុំស្រុះវាចោលមួយទឹកសិនទៅដើម្បីឲ្យវាអស់ក្លិនសាច់ណាហើយការស្រុះឆ្អឹងជំនីជ្រូកនេះគឺខ្ញុំអត់ស្រុះវាយូរទេខ្ញុំស្រុះវាតាមមួយស្ទុះទេប្រហែលជាកន្លះនាទីទេមើលទៅថាវាអស់ឈាមហើយហ្នឹងគឺខ្ញុំស្រង់វាចេញតែម្ដងណាហើយឥឡូវនេះខ្ញុំចាប់ផ្ដើមរៀបចំស្លដោយជាដំបូងខ្ញុំយកគ្រឿងហ្នឹងមកកូរឲ្យវាឡើងឈ្ងុយសិនណាជាធម្មតាការកូរគ្រឿងអញ្ចឹងគេតែងតែកូរវាជាមួយនឹងប្រេងឆាបើសិនជាគ្រឿងទាំងអស់ហ្នឹងជាគ្រឿងបុកដែលមានលក្ខណៈស្ងួតណាក៏ប៉ុន្តែគ្រឿងដែលខ្ញុំប្រើនេះជាប្រភេទគ្រឿងកិនហើយពេលកិនហ្នឹងខ្ញុំមានបន្ថែមជាមួយទឹកណាអញ្ចឹងហើយខ្ញុំយកវាមកកូរនៅលើភ្លើងតិចជាមុនសិនណាខ្ញុំកូរវាមកស្ទុះទៅឲ្យវាឡើងស្ងួតហើយវាឡើងអស់ទឹកបន្តិចសិនបន្តមកទៀតទៅខ្ញុំដាក់ប្រេងឆាចូលសម្រាប់បរិមាណប្រេងឆាហ្នឹងគឺខ្ញុំប្រើចំនួន3ស្លាបព្រាបាយហើយប្រហុកចិញ្ច្រាំហ្នឹងក៏ខ្ញុំដាក់វាចូលរំលីងជាមួយនឹងគ្រឿងទាំងអស់ហ្នឹងឲ្យហើយដែរទៅប្រហុកហើយនឹងគ្រឿងទាំងអស់ហ្នឹងខ្ញុំកូរវានៅលើភ្លើងតិចមកស្ទុះទៅរហូតទាល់តែវាឡើងស្ងួតហើយឡើងចេញក្លិនឈ្ងុយជាពិសេសគឺក្លិនប្រហុកឲ្យវាចេញក្លិនឈ្ងុយសិនទើបសម្លដែលស្លចេញមកហ្នឹងវាអត់មានក្លិនឆ្អាបគ្រឿងទាំងអស់ហ្នឹងនៅពេលដែលកូរឡើងស្ងួតហើយខ្ញុំដាក់ឆ្អឹងជំនីជ្រូកចូលកូរជាមួយគ្នាណារួចហើយខ្ញុំបន្តកូរវាមកស្ទុះទៀតទៅដោយប្រើភ្លើងតិចល្មមទេរហូតទាល់តែគ្រឿងហើយនឹងឆ្អឹងជំនីជ្រូកហ្នឹងវាចូលគ្នាបានសព្វល្អហើយណាមួយឲ្យឆ្អឹងជំនីជ្រូកនេះវាស្ងួតវាអស់ទឹកប្រៃបន្តិចសិនណាហើយនេះបងប្អូនឆ្អឹងជំនីជ្រូកហ្នឹងខ្ញុំកូរវារហូតទាល់តែវាចូលបានសព្វល្អជាមួយនឹងគ្រឿងអញ្ចឹងបន្តមកទៀតទើបខ្ញុំចាក់ទឹកចូលចំនួន1លីត្រកន្លះដើម្បីដាក់រងាស់ឆ្អឹងជំនីជ្រូកនេះឲ្យវាចេញជាតិនិងឲ្យវាបានឆ្អិនល្អសិនណាដោយសារតែឆ្អឹងជំនីជ្រូកដែលខ្ញុំប្រើនេះវារាងខ្ចីដែរវាអត់ស្វិតទេណាអញ្ចឹងហើយខ្ញុំអត់ចាំបាច់រងាស់វាទេនៅពេលដែលទឹកសម្លនឹងឡើងពុះហើយខ្ញុំដាក់ម្នាស់ចូលតែម្ដងទៅក៏ប៉ុន្តែបើសិនជាបងប្អូនប្រើឆ្អឹងជំនីជ្រូកដែលចាស់វារាងស្វិតបងប្អូនត្រូវរងាស់ឲ្យវាឡើងផុយសិនណាទឹកសម្លនេះនៅពេលដែលវាឡើងពុះជាលើកទី2ល្អហើយខ្ញុំចាប់ផ្ដើមដាក់ផ្សិតចំបើងចូលណាបន្ទាប់មកទៀតខ្ញុំបង់ម្ជូរឲ្យហើយដែរទៅសម្រាប់ម្ជូរដែលខ្ញុំប្រើនេះគឺជាម្ជូរសណ្ដាន់ក្រៀមទម្ងន់របស់វាប្រហែលជា10ក្រាមម្ជូរនឹងដែរបងប្អូនអាចប្រើជាម្ជូរអំពិលទុំម្ជូរអំពិលខ្ចីឬក៏ម្ជូរផ្សេងទៀតក៏បានដែរទៅតាមការចូលចិត្តរបស់បងប្អូនណាហើយបន្តមកទៀតគឺខ្ញុំបង់គ្រឿងឲ្យហើយណាដែលមានដូចជាស្ករអំពៅកន្លះស្លាបព្រាបាយម្សៅស៊ុបកន្លះស្លាបព្រាបាយហើយនិងអំបិលចំនួន1/3នៃស្លាបព្រាបាយសម្រាប់អំបិលមុននឹងដាក់ចូលបងប្អូនគួរភ្លក់ទឹកសម្លនេះសិនទៅដើម្បីកុំឲ្យដាក់អំបិលចូលទៅវាប្រៃជ្រុលដោយសារតែសម្លនេះមានប្រើប្រហុកណាហើយក្រោយពេលដែលបង់គ្រឿងទេសត្រូវរសជាតិអស់ហើយទើបខ្ញុំដាក់ម្ទេសប្លោកពណ៌បៃតងម្ទេសប្លោកពណ៌ក្រហមហើយនិងខ្ទិះដូងចូលណារួចហើយខ្ញុំរងចាំឲ្យទឹកសម្លនេះវាឡើងពុះម្ដងទៀតសិនមកដើម្បីឲ្យម្ទេសប្លោកនេះវាបានឆ្អិនបន្តិចក៏ប៉ុន្តែអត់ឲ្យវាឆ្អិនពេកទេវាទន់វាអត់សូវឆ្ងាញ់ទេមើលតែថាទឹកសម្លនេះវាឡើងពុះល្អម្ដងទៀតអញ្ចឹងហើយចុងក្រោយគឺខ្ញុំបង់ម្រះព្រៅហើយនឹងជីនាងវងចូលតែម្ដងចំពោះម្រះព្រៅហើយនឹងជីនាងវងនេះដែរពេលដាក់ចូលហើយគឺខ្ញុំបិទភ្លើងភ្លាមតែម្ដងទៅដើម្បីឲ្យវាមានពណ៌ស្រស់ឲ្យវាមានក្លិនឈ្ងុយល្អណាតែប៉ុណ្ណេះការស្លសម្លម្ជូរខ្ទិះម្នាស់ជាមួយនឹងឆ្អឹងជំនីជ្រូកហ្នឹងគឺបានធ្វើរួចរាល់ហើយណាខ្ញុំសង្ឃឹមថាបងប្អូននឹងចូលចិត្តវីដេអូមួយនេះសូមអរគុណច្រើនសម្រាប់ការទស្សនាក៏ដូចជាការគាំទ្រហើយជួបគ្នានៅក្នុងវីដេអូក្រោយៗទៀត